បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាតាក់ទងជាមួយនឹងមេរៀនបន្តទៀតគឺប្រភេទដដែលប៉ុន្តែថ្ងៃនេះគឺយើងនិយាយតាក់ទងជាមួយនឹងប្រភេទដែលមិនស្មើគ្នាបាទអញ្ចឹងប្រភេទដែលមិនស្មើគ្នាតើវាបែបណាបានវាមិនស្មើគ្នាហើយបើយើងនិយាយពីប្រភេទដែលមិនស្មើគ្នាវាប្រកបជាមានមួយតូចជាងឬក៏មួយធំជាងហើយអញ្ចឹងយើងមកសិក្សាទាំងអស់គ្នាយើងមើលនៅក្នុងរូបភាពរបស់យើងនេះបាទយើងមានរូបរង្វង់2ដែលមួយយើងបែងចែកជា4បាទហើយយើងផាត់ពណ៌2ប្រឡោះបាទមួយទៀតយើងបែងចែកជា4ដូចគ្នាប៉ុន្តែយើងផាត់ពណ៌មួយប្រឡោះបាទអញ្ចឹងគេថាការផាត់ពណ៌របស់យើងនឹងគឺវាអត់ស្មើគ្នាទេព្រោះអីយើងឃើញថាការផាត់ពណ៌មួយវាច្រើនជាងការផាត់ពណ៌មួយទៀតបាទបានន័យថាការផាត់ពណ៌នៅលើរូបភាពទី1នេះគឺច្រើនជាងការផាត់ពណ៌នៅលើរូបភាពទី2អញ្ចឹងហើយយើងនិយាយថាប្រភេទ2ភាគជាមួយនឹង4នេះគឺវាធំជាងប្រភេទ1ភាគ4អញ្ចឹងដើម្បីដឹងថាប្រភេទនឹងស្មើគ្នាបើសំទោសដើម្បីដឹងថាប្រភេទនឹងវាមិនស្មើគ្នាហើយយើងអត់មានរូបមើលបាទឧបមាថាយើងអត់មានរូបភាពក្នុងការមើលទេបាទអត់មានរូបភាពទេបាទអញ្ចឹងតើយើងធ្វើយ៉ាងណាដើម្បីដឹងថាវាមិនស្មើគ្នាបាទអញ្ចឹងចំណុចសំខាន់ដំបូងគឺយើងត្រូវមើលប្រភេទហ្នឹងទៅលើភាគបែងបាទយើងមើលទៅលើភាគបែងយើងសង្កេតមើលទៅលើភាគបែងនេះបានន័យថាភាគបែងនេះគឺវាស្មើគ្នាហើយប៉ុន្តែភាគយកវាយ៉ាងម៉េចបាទភាគយករបស់វាខាងលើនេះគឺវាមិនស្មើគ្នាទេជាក់ស្ដែងលេខ2ធំជាងលេខ1បាទអញ្ចឹងបើសិនជាលេខ2ធំជាងលេខ1យើងអាចសន្និដ្ឋានបានថា2ភាគ4នេះក៏ធំជាង1ភាគ4ដែរបាទអញ្ចឹងយើងបន្តមកទៀតប្រភេទនេះយើងមានប្រមាណភាគប្រមាណនេះយើងមើលណាបាទយើងមានការផាត់ពណ៌របស់យើងគឺ3បាទហើយកលាដែលយើងពុះហ្នឹងគឺមាន4អញ្ចឹងកន្លែងហ្នឹងគឺខ្ញុំអាចសរសេរបានថា3ភាគ4បាទធំជាងបាទអានេះយើងផាត់ពណ៌មានប៉ុន្មានបាទ2បាទហើយយើងពុះរូបភាពហ្នឹងជាប៉ុន្មានជា4បាទអញ្ចឹងខ្ញុំអាចសរសេរថា2ភាគ4បាទយើងឃើញភាគបែងដូចគ្នាមានលេខ4បាទលេខ4ជាមួយនឹងលេខ4ដូចគ្នាបាទនេះលេខ4ដូចគ្នាណាបាទប៉ុន្តែជាក់ស្ដែងភាគយករបស់វាយ៉ាងម៉េចភាគយករបស់វាអត់ដូចគ្នាទេគឺលេខ3ធំជាងលេខ2បាទនេះយើងមើលនេះណាលេខ3ធំជាងលេខ2បាទបើលេខ3ធំជាងលេខ2អញ្ចឹងនាំឲ្យអាប្រភេទទាំងអស់ហ្នឹងបាទនាំឲ្យប្រភេទ3ភាគ4នេះបាទក៏ធំជាង2ភាគ4ដែរបាទនេះ3ភាគ4ណាបាទធំជាង2ភាគ4បាទអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នាអាចយល់តទៅនឹងប្រភេទដែលមិនស្មើគ្នាបាទឥឡូវយើងមកមើលប្រភេទចុងក្រោយរបស់យើងតើបងប្អូនអាចធ្វើបានទេយើងអាចបំពេញបានទេថាតើប្រភេទហ្នឹងវាបែបណាដែរហើយមូលហេតុអីបានជាវាមិនស្មើគ្នាបាទចំណាំបើវាមិនស្មើគ្នាបានន័យថាវាប្រកាសជាមានមួយតូចជាងនិងមួយទៀតធំជាងហើយបាទអរគុណច្រើនបងប្អូនអរគ្នាសង្ឃឹមថាមេរៀននេះគឺជាគន្លឹះសំខាន់នៅក្នុងការស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃគណិតវិទ្យាហើយសង្ឃឹមថាបងប្អូននឹងអាចយល់បានខ្លះៗទាំងអស់គ្នាបាទអរគុណច្រើនជម្រាបលាហើយយើងជួបគ្នានៅវីដេអូក្រោយ